បន្ទាប់ពីកីឡាករឡុងពិសិដ្ឋចូលវឹកហាត់វិញហើយលោកគ្រូរីគីនិងលោកគ្រូពេជ្រសុផាន់ចង់ផ្គូផ្គងឲ្យប៉ះជាមួយនឹងកីឡាករផានសង្ហៈឥឡូវនេះមានការលើកឡើងទាំងកីឡាករឡុងពិសិដ្ឋទាំងលោកគ្រូពេជ្រសុផាន់បងប្អូនប្រសិនបើមានជាការពេញចិត្តកុំភ្លេចចុចពាក្យជាវឬក៏ពាក្យ Subscribe ម្នាក់មួយដើម្បីទទួលបាននូវព័ត៌មានថ្មីៗទាក់ទងជាមួយនឹងវិស័យកីឡាប្រដាល់គុណខ្មែរបាទទាក់ទងជាមួយនឹងរឿងរ៉ាវផ្ទុះចាប់អារម្មណ៍មួយរយៈពេលខ្លីបន្ទាប់ពីកីឡាករឡុងពិសិដ្ឋចូលវឹកហាត់នៅក្នុងក្លឹបខ្លារខិនមានរិទ្ធរបស់លោកគ្រូរីគីបាទបងប្អូនប្រហែលជាបានដឹងហើយបាទមានការផ្គូផ្គងឲ្យប៉ះគ្នាជាមួយនឹងកីឡាករផានសង្ហៈឬក៏កីឡាករពេជ្រសង្ហៈបាទអញ្ចឹងឥឡូវនេះបាទទាំងកីឡាករឡុងពិសិដ្ឋក៏គាត់ចេញបកស្រាយទាំងលោកគ្រូពេជ្រសុផាន់ក៏គាត់ចេញនិយាយតាក់ទងជាមួយនឹងកីឡាករឡុងពិសិដ្ឋអីជាដើមបាទអញ្ចឹងចំពោះកីឡាករឡុងពិសិដ្ឋបាទគាត់បានលើកឡើងថាបាទគង់តែជួបទេបាទគង់តែជួបទេឲ្យតែគីឡូប៉ុនគ្នាបាទគង់តែជួបទេប៉ុន្តែគាត់សុំមួយរយៈសិនបាទអញ្ចឹងមានន័យថាគាត់បរិសេធជាមួយនឹងការប្រកួតជាមួយនឹងកីឡាករផានសង្ហៈនៅពេលបច្ចុប្បន្ននេះសិនបាទមានន័យថាគាត់សុំឱកាសបាទ2 3 4ប្រកួតទៀតសិនឲ្យកម្លាំងកាយសម្បទារបស់គាត់ត្រឡប់មកវិញឲ្យចង្វាក់នៃការចេញចូលអាវុធរបស់គាត់រដាស់មកវិញខ្លះបាទដោយសារតែគាត់បាត់ពីសាយវៀនប្រមាណជាកន្លះឆ្នាំហើយបាទអញ្ចឹងបើនិយាយទៅរៀងនេះដែរបាទអាចថាអាវុធអត់ទាន់ដូចមុន 100% ទេបើទោះបីជាគាត់ចូលមកវឹកហាត់គាត់ធ្លាប់វឹកហាត់មែនប៉ុន្តែវាមិនទាន់ 100% ថាគាត់អាចធ្វើបានទេបងប្អូនបាទអញ្ចឹងគាត់ថាសុំពេល2 3ប្រកួតសិនបាទ2 3 4 5ប្រកួតអីចឹងទៅបាទមុននឹងប៉ះជាមួយនឹងកីឡាករផានសង្ហៈឬក៏ពេជ្រសង្ហៈការលើកឡើងរបស់លោកគ្រូពេជ្រសុផាន់បាទលោកគ្រូពេជ្រសុផាន់ដាក់ធ្ងន់ដាក់ឈឺទៅកាន់លោកគ្រូរីគីមែនតើខ្លើគាត់ទេបងប្អូនខ្លើគាត់ទេប៉ុន្តែគាត់ថាគាត់ដាក់នេះរៀងធ្ងន់ដែរបាទរៀងធ្ងន់ដែរគាត់ថាមានអីមកផែបាទហើយគាត់ថាលោកគ្រូរីគីបន្ទាប់ពីបាត់អាឆានបន្ទាប់ពីបាត់ឡុងពិសិដ្ឋបាទអញ្ចឹងអត់មានអីអួតទេបាទអត់មានអីអួតទេគ្រាន់តែកីឡាករឡុងពិសិដ្ឋចូលក្លឹបវិញបាទប្រកាសប៉ះជាមួយនឹងកីឡាករផានសង្ហៈដែលជាអាត់កើរបស់លោកគ្រូពេជ្រសុផាន់តែម្ដងបាទគាត់ថាគង់តែឲ្យជួបទេបាទប៉ុន្តែឲ្យក្មេងចូលវឹកហាត់ឲ្យរៀងក្តៅសាច់ដុំតិចសិនបាទឲ្យរៀងក្តៅសាច់ដុំតិចសិនកុំអាលបាទកុំអាលហើយគាត់ថាបើលេងសារនេះបាទបើសិនជាលេងណាបាទគាត់ថាលេងកង់ធំ5ទឹកក៏បានដែរបាទកុំឲ្យថាគាត់ហៅថាឃើញរបស់គេហៅថាស្រួលស៊ីគេតែពីស៊ីណាបាទក៏ធម្មតាឡុងពិសិដ្ឋបងប្អូនឃើញហើយបាទការចូលមកវឹកហាត់វិញនេះទោះបីជាគាត់ខំប្រឹងវឹកហាត់ប៉ុណ្ណាក៏ដោយក៏គាត់មិនទាន់បានមកវិញ 100% ដែរបាទអញ្ចឹងលោកគ្រូពេជ្រសុផាន់គាត់ថាចំដែរបាទគាត់ថាមើលទៅកាយសម្បទាមើលទៅបាទអេយ៉ាបតក៏ដូចជាការតុបតែងខ្លួនបាទក្នុងនាមជាកីឡាករគឺមិនសូវជាស័ក្តិសមប្រមាណទេសម្រាប់កីឡាករឡុងពិសិដ្ឋបាទមើលសក់មើលបាទសក់ក្រហមសក់វែងបាទអញ្ចឹងក្នុងនាមជាកីឡាករជើងខ្លាំងលំដាប់មួយរូបបាទប្រចាំស្រុកខ្មែរយើងដែរហើយបើគាត់រៀបចំខ្លួនបែបនេះគឺវាមិនល្អទេការលើកឡើងបែបនេះខ្ញុំមើលទៅលោកគ្រូពេជ្រសុផាន់បើទោះបីជាក្នុងន័យប្រឆិតប្រឈៀងមែនប៉ុន្តែក្នុងន័យអប់រំក្នុងន័យណែនាំដល់កីឡាករឡុងពិសិដ្ឋដូចគ្នាបាទហើយលោកគ្រូរីគីក៏គាត់ធ្លាប់លើកឡើងដែរបាទគាត់បើទោះបីជាសិស្សហើយសិស្សវាយគ្នាមែនប៉ុន្តែគាត់ក៏តែងតែយកបាទចំណុចល្អពីក្លឹបរបស់លោកគ្រូពេជ្រសុផាន់ដែរទាំងការតុបតែងក្លឹបទាំងក្បាច់ចង្វាក់នៃការប្រកួតទាំងបទពិសោធន៍អីចឹងគាត់យកពីលោកគ្រូពេជ្រសុផាន់ច្រើនបាទអញ្ចឹងលោកគ្រូពេជ្រសុផាន់ដាក់រៀងឈឺទៅកាន់លោកគ្រូរីគីដែរបងប្អូនបាទអញ្ចឹងគូនេះងាកមកចាប់អារម្មណ៍វិញបើសិនជាមានការរៀបចំឲ្យប៉ះគ្នាបងប្អូនគិតថាឡុងពិសិដ្ឋអាចទៅរួចជាមួយនឹងកីឡាករផានសង្ហៈឬក៏យ៉ាងណាបាទវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា